យើងអាចសម្គាល់បុគ្គលម្នាក់មានជំងឺវិកលចរិតតាមរយៈការធ្វើកាយវិការចម្លែកៗនិយាយតែម្នាក់ឯងកាចមួម៉ៅឆេវឆាវដើរវាយគេវាយឯងនិយាយគ្មានក្បាលកតុយសួរគោឆ្លើយក្របីនិយាយឲ្យយកសក្តីមិនបានយប់ឡើងអត់ព្រមគេងរុះរើរបស់របរពេញផ្ទះដើរចុះដើរឡើងមិនសម្រាករត់ចេញពីផ្ទះលែងធ្វើការកើតជឿរឿងអបិយជំនឿច្រើនមិនសូវសម្អាតរាងកាយអួតអាងខ្លួនតាំងខ្លួនថាជាព្រះថាជាមនុស្សដែលអស្ចារ្យថាខ្លួនជាមនុស្សដែលមានឥទ្ធិពលអាចបញ្ជាលើធម្មជាតិបានគិតថាគេនឹងតាមសម្រាប់ខ្លួនឬក៏គេនឹងដាក់កាមេរ៉ាមើលខ្លួនគិតថាគេនឹងចង់បំពុលគាត់គិតថាមានគេដាក់កម្មវិធីនៅក្នុងខួរក្បាលរបស់គាត់ឬក៏យល់ថាមានគេនឹងតាមស្រឡាញ់គាត់គិតថារឿងរ៉ាវដែលកើតឡើងនៅក្នុងសង្គមហ្នឹងគឺចេញពីគំនិតរបស់គាត់ឬសំឡេងគេនិយាយដើមគាត់មើលឃើញខ្មោចមើលឃើញទេវតាគិតថាគេនឹងមានបំណងមិនល្អមកលើគាត់គិតថាគេនឹងដើរតាមគាត់ជាប់គ្រប់ជំហានគិតថាអ្វីដែលគាត់គិតហ្នឹងមានគេដឹងបានឬក៏មានអារម្មណ៍ថាមានគេប៉ះឬក៏ធំក្លិនស្អុយតែម្នាក់ឯងទាំងអស់នេះជារោគសញ្ញាត្រួសអ្នកដែលមានបញ្ហាជំងឺវិកលចរិតហើយយើងអាចតាមសង្កេតគាត់បានជំងឺវិកលចរិតបើសិនជាយើងដឹងបានលឿននិងឆាប់ព្យាបាលជំងឺនេះមានឱកាសជាសះស្បើយទៅបានតែបើសិនជាទុកយូរទៅហើយលើសពី6ខែឱកាសនៃការជាសះស្បើយនោះវាអត់មានទៅអាចទៅរួចបានទេហើយអ្នកជំងឺហ្នឹងគាត់ត្រូវតែហូបថ្នាំរយៈពេលវែងឆ្ងាយតទៅមុខទៀតដែលមិនអាចកំណត់ពេលវេលាបានដើម្បីគ្រប់គ្រងអាការៈនិងរោគសញ្ញារបស់អ្នកជំងឺកុំឲ្យលេចចេញឡើងប៉ុន្តែអ្នកជំងឺបើសិនជាគាត់ហូបថ្នាំបានជាប់លាប់អ្នកជំងឺនឹងអាចធ្វើការប្រកបមុខរបរឲ្យបានធម្មតាដូចគេដូចឯងដែរ